bà số đây bằng bộ tầng học niệm đồng tiết bà khi bạn phơi video ti mùi hỏi đây là gì pi profile rồi bỏ cầm hồn bản gì pi explosion gì pi pack market bản gì pi bitone hay là gì pi bridgecard bà chân explosion គឺជា platform marketing មួយដែលបច្ចុប្បន្ននេះវាមាន service 3ដែលល្អបំផុតសម្រាប់បងប្អូនយើងគឺទី1តកតនឹង copy trade បាទជាមួយនឹងវិស័យ forex គឺ copy ជាមួយនឹង broker មួយឈ្មោះថា pack market បាទ exclusion promote neo និង sonic បាទដែល neo និង sonic នេះគឺ trade នៅក្នុង broker មួយនេះបងប្អូនណាបាទចំណុចអំណោយផលរបស់ broker នេះគឺគេឲ្យ boost រហូតដល់ 24x ដែលធ្វើឲ្យដើមទុនយើងបានធំយកទៅ trade បានងាយចំណេញអញ្ចឹងណាបងប្អូនបាទទី2គឺ Bitone បាទ Bitone ដូចជាខ្ញុំអត់ទាន់ចង់ជំរុញទេ Bitone នេះគឺជា exchange ហើយនៅក្នុង exchange នេះក៏មាន service copy ដែរដោយសារតែ Indotech ដែលជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាឈានមុខដែលល្បីល្បាញនៅលើសកលលោកបាទគាត់បានប្រើ AI របស់គាត់មក connect API ជាមួយ exchange មួយនេះហើយផ្ដល់ឱកាសឲ្យបងប្អូនយើងអាច copy ការ trade របស់ AI របស់គាត់បានបាទហើយ Bitcard គឺជាកាត crypto ដែលអនាគតនឹងមានប្រជាប្រិយភាពក្នុងការប្រើប្រាស់ខ្លាំងបំផុតហើយបងប្អូនយើងនឹងបានផលប្រយោជន៍ពី Bitone Exchange ក៏ដូចជា Bitcard នេះច្រើនបំផុតនៅពេលអនាគតអញ្ចឹងណាបងប្អូនបាទអញ្ចឹងថ្ងៃមុនខ្ញុំបានរៀបរាប់ព័ត៌មានលម្អិតតាក់ទង profile មួយនេះហើយតាក់ទងនឹង tech market តាក់ទងអីហើយអ្វីដែលខ្ញុំចង់ចែករំលែកថ្ងៃនេះគឺតាក់ទងនឹងគោលការណ៍ប្រាក់ចំណេញក៏ដូចជាតាក់ទងនឹង marketing plan បាទ marketing plan ពីព្រោះដូចជាមានបងប្អូនយើង leader មួយចំនួនអត់ទាន់បានយល់ marketing plan ច្បាស់ទេបាទតាក់ទងនឹងគោលការណ៍ប្រាក់ចំណេញគឺបងប្អូនដឹងហើយគម្រោងរបស់យើងមិនមែនជាគម្រោងមួយដែលដាក់លុយឲ្យហែកលុយគ្នាឯងឲ្យគ្នាទេបាទអត់ដូចជា project ដតីដែលដាក់1000មកអ្នកណែនាំបាន100អ្នកទី2បាន100ទី3បាន100អីចឹងទេគឺអត់ទេបងប្អូនណាគម្រោងរបស់យើងគឺអ្វីដែលល្អបំផុតយើងនាំមិត្តភ័ក្តិបងប្អូនយើងមកចូលរួមគឺចូលរួមដោយក្តីស្រឡាញ់ចូលរួមដោយការចែករំលែកពិតប្រាកដបាទនៅពេលដែលគាត់ដាក់លុយ1000ចូលភ្លឹបបាទយើងអត់មានបានចំណេញអីពីគាត់ទេប៉ុន្តែនៅពេលដែលគាត់ copy គាត់មានផលចំណេញបាទក្រុមហ៊ុនគេបែងចែកគោលការណ៍ប្រាក់ចំណេញគឺបែបនេះបងប្អូនណាគឺ70% គឺអតិថិជនម្ចាស់លុយបើលុយចំណេញ100គាត់បាន70រៀលចុះ30រៀលទៀតយកទៅណា30រៀលទៀតគេបែងចែកអូខេ trader ដែលគាត់ខំ trade ឲ្យយើងដោយសុវត្ថិភាពនោះគឺគាត់បាន5% 21% គឺចាយទៅលើ network ដែរបាទដែលបងប្អូនយើងទាំងអស់គ្នាខំបញ្យល់ខំអីនេះគឺអានេះឯងបាទហើយ4% ទៀតគឺ marketing គឺសំដៅទៅលើ exposition នឹងឯងដែលគេខំ build ទីផ្សារនឹងឯងអញ្ចឹងណាបងប្អូនអញ្ចឹងរាល់ផលចំណេញគឺគេបែងចែកច្បាស់ហើយលុយដែលមានយកមកចែកគ្នាបានគឺជាលុយដែលផលិតផលចំណេញតាមរយៈទីផ្សារបាទនេះថា trader របស់យើង Mr. Neo ហើយនិង Sonic បាទជាអ្នក trade ឲ្យយើងទាញផលចំណេញមកឲ្យយើងពេលបានផលចំណេញគឺបែងចែកតាមគោលការណ៍បែបហ្នឹងឯងបាទមានន័យថាមានភាពស្មោះត្រង់មានតម្លាភាពច្បាស់សាច់ប្រាក់គឺអត់បំភាន់បងប្អូនទេបាទអូខេអញ្ចឹងអានោះគឺតាក់ទងនឹងការបែងចែកប្រាក់ចំណេញតាក់ទងនឹងបាទរវាងម្ចាស់លុយបាទចំណែកចំណុចនេះគឺអ្វីដែលខ្ញុំចង់សម្ដៅគឺតើអ្នកធ្វើទីផ្សារគាត់ចំណេញអីខ្លះបាទអញ្ចឹងផលចំណេញទី1ដែលគាត់នឹងត្រូវបានគេហៅថា lot commission នៅក្នុង lot commission នេះក្រុមហ៊ុនគេដកលុយ$10មកចាយលើ lot commission នៅក្នុងចំណុចនេះគឺ lot commission នេះគេឲ្យរហូតដល់10 level បាទ10 level ហើយ level ទី1បាន$2ទី2បាន$1ទី3$1ទី4$1ពីទី5រហូតដល់ទី10បាទ 0.5 កន្លះដុល្លារដែរបាទអញ្ចឹងគេចាយ lot អញ្ចឹងបងប្អូនដឹងហើយ commission lot ជា commission មួយនៅពេលដែលforex ណានៅពេលដែលចូល trade ពឹបទោះបីចំណេញទោះបីខាតអត់សំខាន់រាល់ការចូល trade lot គឺកាត់ចំណេញគេមាន commission ចំណេញអញ្ចឹងណាអញ្ចឹងរាល់ការចូលទោះបី trader នឹង trade ចំណេញ trade ខាតអត់សំខាន់គេដកលុយ lot $10មកចាយបងប្អូនយើងនៅក្នុង10 level នេះគេចាយ8រៀលហើយនឹង2រៀលទៀតគេចាយអត្ថប្រយោជន៍ផ្សេងមួយទៀតអញ្ចឹងណាបងប្អូនបាទនេះគឺជាអត្ថប្រយោជន៍ទី1របស់អ្នកធ្វើទីផ្សារគឺទី1យើងបាន lot 10 level បាទទី2យើងបាន profit share ហ្នឹងគឺនៅក្នុងចំណែក 21% ហ្នឹងឯងបងប្អូនដឹងហើយគឺនៅកន្លែងនេះ 21% គេយកមកចែកគ្នាអញ្ចឹង 21% នេះគេចែកពី level ទី1ដល់ level ទី10នេះបាទបានប៉ុណ្ណេះដែរ10 level អញ្ចឹងបើយើងអ្នកដែលយើងណែនាំក្នុង level ទី1របស់យើងបើគាត់ចំណេញ100យើងបាន4រៀលបើគាត់ចំណេញ1000យើងបាន$40បើគាត់ចំណេញ10000យើងបាន$400អញ្ចឹងគឺ10 level ទៀតចាយ profit share ហ្នឹងគឺ10 level ទៀត level ទី2 3% level ទី4
ទី3 2% ទី4 1%ទី5 1%ទី6 1%ទី7ដល់ទី10គឺបានកន្លះភាគរយបាទគឺចែកបាន10 level ទៀតបាទគ្រាន់តែថាលក្ខខណ្ឌក្នុងការបានចំណេញ10 level នេះគឺបងប្អូនត្រូវមានលក្ខខណ្ឌណាបងប្អូនគេមានលក្ខខណ្ឌសម្រាប់បងប្អូនបាទទី1បងប្អូនត្រូវដាក់ខ្លួនឯងបាទនេះក៏ពីខ្លួនឯង Neo ក៏បាន Sonic ក៏បានឲ្យបាន250បើអត់បាន250បងប្អូនអត់ទាន់គ្រប់លក្ខខណ្ឌទី1ទេហើយលក្ខខណ្ឌទី2គឺបងប្អូនណែនាំឲ្យបាន10នាក់បាទដែល10នាក់នេះបាទក៏ត្រូវដាក់250ដែរអញ្ចឹងណាបាទ250គឺងាយលុយ1លានបងប្អូនលុយ1រៀលមករួមគ្នារកស៊ីបានគឺមិនងាយមានទេអត់ដែលមាន project ណាដែលយកលុយ1រៀលមកសហការគ្នារកស៊ីកើតទេបងប្អូនណាបើនិយាយពីវិស័យដទៃគឺអត់ទេប៉ុន្តែ project របស់យើងគឺមានតែ250ក៏ចូលរួមសហការគ្នារកស៊ីបានដែរចាប់ដៃគូរកស៊ីជាមួយគ្នាបានដែរអញ្ចឹងលក្ខខណ្ឌ10 level នេះគឺបងប្អូនត្រូវណែនាំត្រូវមានខ្លួនឯង250ហើយណែនាំដៃគូឲ្យបាន10នាក់ដែល10នាក់នោះគឺដាក់តិចបំផុត250ណាបងប្អូនបាទចាប់ពី250ទៅគឺគ្រប់លក្ខខណ្ឌតែម្ដងអញ្ចឹងអានឹងគឺពាក់ព័ន្ធនឹងអត្ថប្រយោជន៍ទី1និងទី2គេហៅថា commission lot commission ហើយនិង profit share បាទអត្ថប្រយោជន៍ទី3គេហៅថា infinity bonus បាទ infinity bonus នេះគឺចង់បានវាតើបងប្អូនបាទនៅខាងក្រោម team total team បងប្អូន 100000 ចាប់ពី 100000 ទៅបាទយើងមានអត្ថប្រយោជន៍ហ្នឹងណាបាទបាន 100000 គឺអត់បានទេអញ្ចឹងណាបាទអញ្ចឹងគឺបើ 100000 បាទទោះបីជាគាត់នៅជម្រៅណាក៏បងប្អូនបានដែរអាហ្នឹង profit share ណាបងប្អូនក៏បងប្អូនបានដែរគឺដឹងថាបាន 1% ចំណិចទៅដល់ជម្រៅណាក៏បានដែរទី2បើសិនជាបាន 300,000 បាទ 300,000 ឲ្យ 2% បើបាន 1 លានឲ្យ 3% បើបាន 5 លានឲ្យ 4% បាន 20 លានឲ្យ 5% បាទអញ្ចឹង volume sale បងប្អូនកាន់តែធំបានភាគរយនៃការ C infinity នេះគឺអត់មានដែនកំណត់ទេទៅក្រោម level ទី100 level ទី1000ក៏ចំណេញដែរហើយយើងធ្វើបានកាន់តែធំបាទភាគរយដែលយើងស៊ីបានកាន់តែខ្ពស់អាហ្នឹងគឺលក្ខខណ្ឌរបស់វា infinity bonus បាទចំណែកទី4បាទទី4នេះគឺតកតនឹង pool share វាមាន pool 300,000 និង pool 1លានអញ្ចឹង pool 300,000 គេដកលុយផលចំណេញ 1% ដាក់ចូលក្នុង pool នេះជារៀងរាល់ថ្ងៃហើយនឹងមួយ lot 1រៀលដាក់ចូលក្នុង pool នេះរាល់ថ្ងៃមួយខែគេចែកយើងម្ដងសំខាន់បងប្អូនវាយឲ្យបាន 300,000 នៅពេលដែលបងប្អូនគ្រប់លក្ខខណ្ឌរបស់វាគឺបងប្អូនបានស៊ីចំណែកនៅក្នុង pool នេះតែម្ដងអញ្ចឹងមួយខែគេចែកបងប្អូនម្ដងដូចជាខែ3ដូចជាចេញលទ្ធផលហើយគឺ pool នេះគឺបានដូចជាក្នុងម្នាក់ក្នុងមួយ share បងប្អូនក្នុងមួយ share ដូចជាបាន 4000 ជាងបាទខ្ញុំឆែកមើលសិនបាទឃើញគេ share ហើយបាទនេះបាទ pool ទី1នេះគឺ 4,300 សម្រាប់ខែ3គឺបាន 4,300 ដែរចំណែក pool ទី2គឺ pool 1លានបាទ pool 1លានបានមួយ share 13,000 ដែរហេតុអីបងប្អូនណា pool 300,000 មានន័យថាមានអ្នកគ្រប់លក្ខខណ្ឌនៅក្នុង pool នឹងច្រើនបាទចំណែក pool 1លានទី1លុយធំទី2អ្នកដែលគ្រប់លក្ខខណ្ឌតិចអញ្ចឹងចែកគ្នាបានច្រើនបាទអញ្ចឹងគឺអត្ថប្រយោជន៍ pool គឺបែបហ្នឹងគឺ pool 300,000 មួយហើយនិង pool 1លានមួយអញ្ចឹងបើសិនជាយើងបានដល់ pool 1លាននេះគឺល្អខ្លាំងមែនតើយើងបានផលចំណេញទាំងពីរ pool នេះតែម្ដងអញ្ចឹងទាំងពីរ pool ចូលគ្នាបាទមួយខែចូល 10,000 បាទ 17,000 បាទបើយើងលើកលទ្ធផលខែ3ណាបាទអញ្ចឹងបើសិនជាបងប្អូនមានសមត្ថភាពវាយឲ្យគ្រប់ឡើង pool នេះកាន់តែលឿនកាន់តែល្អដោយសារអីឥឡូវនេះចំនួនអ្នកដែល qualify អ្នកដែលគ្រប់លក្ខខណ្ឌ pool នេះគឺនៅមានតិចអញ្ចឹងបងប្អូនយើងស្រោតបាទវាយឲ្យបានច្រើនដើម្បីគ្រប់លក្ខខណ្ឌអត្ថប្រយោជន៍ marketing នៅក្នុងគម្រោងរបស់យើងណាបងប្អូនវាយនៅក្រោម 300,000 ឬក្រោម 10,000 អត់តាន់ឃើញលុយទេប៉ុន្តែចាប់ពី 10,000 ទៅ 30,000 គឺបងប្អូនចាប់ដើមឃើញលុយតែម្ដងហើយផលចំណេញនេះគឺជាផលចំណេញស្អាតស្អំហេតុអីបានខ្ញុំនិយាយថាផលចំណេញស្អាតស្អំ marketing របស់ Exfusion ខុសពី marketing គម្រោងដទៃគម្រោងដទៃគឺយកលុយគ្នាឯងចែកគ្នាឯងតែគម្រោង Exfusion អត់ទេយកផលចំណេញចែកគ្នាអត់មែនយកលុយគ្នាឯងចែកគ្នាឯងទេបងប្អូនបាទគឺល្អខ្លាំងមែនតើproject មួយនេះខ្ញុំតាំងពីស្គាល់វាមកខ្ញុំដេកអដែលលក់ទេហើយខ្ញុំ comment តែរាល់ថ្ងៃបងប្អូនណាខ្ញុំធ្វើអដែលសម្រាប់ទេ bill រាល់ថ្ងៃតែម្ដងបាទគឺល្អខ្លាំងមែនតើ project មួយហ្នឹងណាបាទសប្បាយចិត្តនឹងការ bill ដោយសារតែមនុស្សដែលយើងណែនាំមកស្មើនឹងជួយគាត់ឲ្យចំណេញលុយនាំគាត់ឲ្យចំណេញលុយបាទអញ្ចឹងកាលណាយើងនាំគេឲ្យចំណេញលុយបាទយើងក៏កើនមុខមាត់ក៏កើន credit ដែរហើយអ្វីដែលពិសេសយើងក៏មានចំណូលដែរគ្រាន់តែថាចំណូលនោះមិនមែនផ្អែកលើលុយរបស់គេទេថាផ្អែកក៏បានដែរប៉ុន្តែគាត់ថាមិនមែនយកលុយគេមកចែកគ្នាទេគឺយកលុយគេនឹងមកគេ copy នៅគេបានផលចំណេញខ្លួនគេក៏បានផលចំណេញយើងក៏បានផលចំណេញអានេះហើយគឺជាចំណុចល្អខ្លាំងដែល project មួយនេះខ្ញុំពេញចិត្តបំផុតអញ្ចឹងណាបងប្អូនបាទអញ្ចឹងតាក់ទងនឹង marketing plan របស់វាមាន4ចំណុចនេះសំខាន់ហើយក្រៅពីនឹងទៅទៀតវាមាន incentive
បាទ incentive នោះគឺអត្ថប្រយោជន៍បាទបងប្អូនវាយបាន53000 ខែបាទគេថែមលុយឲ្យ2000ពីលើទៀត503ខែគេថែមឲ្យ15000ពីលើទៀត1លាន3ខែថែមឲ្យ25000ពីលើនឹងទៀតបាទអានោះគឺជាអត្ថប្រយោជន៍មួយផ្សេងជា incentive នៅក្នុង back office តែឥឡូវនេះខ្ញុំអ្វីដែលខ្ញុំចង់សង្ខេបមួយបងប្អូនទាក់ទងនឹង marketing plan គឺ4ចំណុចនេះដែលចំណេញសំខាន់ជាងគេគឺទី1 commission lot ស៊ី10 level profit share 10 level infinity ចាប់ពី 100000 ទៅមានចំណែក C infinity ហើយបើបាន 300,000 infinity ក៏ C បានហើយបាន C pair pool នេះទៀតអញ្ចឹងណាបងប្អូនបាទអញ្ចឹងតាក់ទងនឹង marketing plan តាក់ទង project មួយនេះខ្ញុំសង្ខេបប៉ុណ្ណេះហើយខ្ញុំជម្រាបបងប្អូនតាក់ទងនឹង bit 1 exchange ហើយនឹង bit card បាទតាក់ទងនឹង bit 1 exchange បាទគឺអនាគតចំណេញច្រើនមែនទេសូម្បីតែ bit card ហ្នឹងក៏ចំណេញច្រើនដែរបាទបច្ចុប្បន្នត្រឹមតែ tech market ត្រឹមតែចំណូលពី tech market ចំណេញប៉ុណ្្នឹងហើយនៅពេលដែលបងប្អូន build tech market ជោគជ័យណាបាទនៅក្នុង bit 1 exchange ក៏បងប្អូនជោគជ័យដែរនៅក្នុង bit card ក៏ជោគជ័យដែរហើយ commission នៅក្នុង bit 1 exchange គឺច្រើនមែនទេ bit card ក៏ច្រើនមែនទេដែរគ្រាន់តែថាខ្ញុំនឹងនិយាយតាមដំណាក់ឥឡូវនេះខ្ញុំបដោតទៅលើ tech market សិនណាបងប្អូនបដោតទៅលើការកព្រីនៅក្នុង forex សិនបាទ Neo Sonic បងប្អូន exclusion បងប្អូននឹកឃើញ exclusion complete នឹកឃើញ tech market complete នឹកឃើញ Neo complete នឹកឃើញ Sonic បាទពីព្រោះ exclusion promote copy trade promote តែ Neo និង Sonic ទេអញ្ចឹងបញ្ជាក់មួយបងប្អូនប្រយ័ត្នទៅ copy strategy ផ្សេងក្រុមហ៊ុនអត់ recommend បងប្អូនទៅ copy ខុសខាតហើយមកបន្ទោស exclusion គឺអត់ទេបងប្អូនណាបាទដោយសារអី trader ទាំងពីរនេះគឺ exclusion ច្បាស់ដឹងប្រវត្តិ trade របស់គាត់ស្គាល់គាត់យូរឆ្នាំបាទដឹងទឹកដៃរបស់គាត់ធ្លាប់កាន់លុយនៅធនាគារបាទហើយលើសពីប៉ុណ្្នឹងទៀតគាត់គឺជា trader មួយដែល exclusion recommend មកអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំសូមបញ្ចប់តាក់ទងនឹងការបញ្យល់តាក់ទងនឹង marketing plan ប៉ុណ្ណឹងសម្រាប់បងប្អូនហើយសម្រាប់បងប្អូនដែលបានមើលបាទមិនយល់កន្លែងណាបងប្អូនអាចតាក់ទងមកខ្ញុំបានហើយតាក់ទងនឹង referral link បងប្អូនតាក់ទងនឹង upline ខ្លួនឯងទៅសម្រាប់បងប្អូនដែលអត់ទាន់មាន link អាចតាក់ទង direct មកខ្ញុំបានអញ្ចឹងណាបងប្អូនបាទខ្ញុំនឹងដាក់ link ខ្លួនឯងនៅក្នុងdescription ខាងក្រោមវីដេអូ YouTube របស់ខ្ញុំណាបងប្អូនបាទអញ្ចឹងអរគុណច្រើនបងប្អូនណាជូនពរបងប្អូនយើងជោគជ័យសុខភាពល្អទាំងអស់គ្នាណាបងប្អូនបាទ